Hello ជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកសម្រាយសាច់រឿងថ្មីដែលពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាចូលចិត្តហើយហ្នឹងហើយអ្នកនរគ្នាសាច់រឿងមួយនេះដែរគឺមានបរិសុទ្ធជាច្រើនអ្នកបងប្អូនទាំងអស់គ្នាបាទនៅលើទូកមួយដែលគេហៅថាដូចអូបអញ្ចឹងបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយគឺសាច់រឿងហ្នឹងគឺល្អមើលខ្លាំងមែនទែនអ្នកនរគ្នាខ្ញុំធានាថាអ្នកនរគ្នានឹងចូលចិត្តហ្នឹងហើយសាច់រឿងមួយនេះដែរគឺមានកូនស្រីម្នាក់និងឪពុកនេះគឺជាឪពុកបងប្អូនទេបាទខ្ញុំអត់សូវចេះអង់គ្លេសអានប្រហែលទេជាស្រ័យហោះសាច់រឿងមួយនេះដែរគឺមានបរិសម្នាក់ជាមួយនឹងកូនហើយនឹងភីគ្នាជាច្រើនអ្នកបានជិះអូបគណៈពេលហ្នឹងដែរក៏បានឃើញជាត្រីគេហៅដូចត្រីសោតអញ្ចឹងបងប្អូនបាទដើម្បីខាងក្រោមបាតសមុទ្រវិញបែរជាឃើញសត្វអ្វីមួយយ៉ាងធំខ្លាំងមែនទេបងប្អូនហើយសត្វហ្នឹងពេលហ្នឹងដែរក៏មានព្យុះយ៉ាងធំមួយហើយសញ្ញាឡូតនៅលើអូបហ្នឹងក៏វាឡូតសញ្ញាក្រហមឲ្យយើងដឹងថាពីក្រោមទឹកហ្នឹងមានសត្វអ្វីមួយដែលធំអញ្ចឹងហើយសត្វហ្នឹងក៏អាចបុកកប៉ាល់នឹងបានលេខទឹកបងប្អូនអរគ្នាហ្នឹងហើយកប៉ាល់ហ្នឹងគឺនិយាយរួមទៅសត្វហ្នឹងគឺធំខ្លាំងមែនទេបងប្អូនរឿងមួយនេះគឺសត្វមួយដឹងដល់ធំតែម្ដងហ្នឹងហើយពេលដែលលេខកប៉ាល់លេខអីហើយគណៈពេលហ្នឹងក៏បានអ្នកទាំងអស់គ្នាហ្នឹងបានមកដល់កោះមួយបងប្អូនទេបាទហ្នឹងហើយគេបែងចែកជាក្រុមទៀតដោយសារតែលេខកប៉ាល់បែបមិញហ្នឹងពីដើមឡើយដំបូងហ្នឹងខ្ញុំផ្លេចប្រាប់អ្នកគ្នាឪពុកនិងកូនហ្នឹងគឺឲ្យប្រដាប់បញ្ជុកដូចតាក់តងបងប្អូនគ្នាបាទបញ្ជុកតាក់តងហ្នឹងមិនបាច់ប្រើថ្មប្រអីគេយើងអាចតាក់តងគ្នាបានដែរហើយក៏សូមអធិស្ឋានដល់អ្នកទាំងអស់គ្នាពេលខ្ញុំឆ្លើយទៅអត់ព្រោះត្រង់ណាក៏សូមអធិស្ឋានដល់អ្នកគ្នាផងដែរបាទហ្នឹងហើយគណៈពេលហ្នឹងដែរក៏គ្នាគាត់ហ្នឹងបានឃើញគ្នាមកក្រុមទៀតហ្នឹងហើយគណៈពេលហ្នឹងដែរក៏គាត់បានឃើញកូនស្រីរបស់គាត់បាននៅជាមួយអ្នកមកក្រុមទៀតអញ្ចឹងស្រាប់ពេលហ្នឹងដែរក៏មានបងប្រុសម្នាក់បានឃើញសត្វអ្វីមួយយ៉ាងធំខ្លាំងមែនទេបងប្អូនជាពស់យក្សបងប្អូនគ្នាសត្វហ្នឹងគឺធំណាស់ពស់យក្សបងប្អូនគ្នាធំខ្លាំងមែនទេពស់ហ្នឹងហើយខ្ញុំមើលហើយក៏រំភើបចិត្តខ្លាំងណាស់ដែរបងប្អូនគ្នាបាទពស់ហ្នឹងក៏បានលេបត្របាក់អ្នកទេសចរទាំងហ្នឹងទាំងអស់ដើម្បីយកស៊ីជាអាហារបងប្អូនគ្នាបាទគឺពស់ហ្នឹងគឺពិតជាសាហាវខ្លាំងមែនទេកវត្តយកមនុស្សហោះដូចសត្វអីចឹងហើយរឿងមួយនេះដែរខ្ញុំមើលទៅក៏មានអារម្មណ៍ថាអាណិតទៅកាន់បងប្រុសហើយនឹងកូនរបស់គាត់ផងដែរហ្នឹងហើយពេលហ្នឹងដែរពស់ហ្នឹងក៏បានលើកតបាក់អ្នកទាំងអស់គ្នាហើយនឹងលើកតបាក់ខំបើចកូនហ្នឹងក៏បានពស់ហ្នឹងបានខំដែរបងប្អូននេះបាទហ្នឹងពស់យក្សហ្នឹងគឺធំខ្លាំងណាស់បងប្អូនហើយបាទធំខ្លាំងមែនទែនចង់ប្រពន្ធអូបដែលគាត់ជិះហ្នឹងហើយមកកោះហ្នឹងដែរបងប្អូនគ្នាបាទគឺមានសត្វចម្លែកជាច្រើនសត្វច្រើនណាស់បងប្អូនហើយបាទពេលហ្នឹងហើយក៏ឪពុករបស់គាត់ពិតជាសោកសៅខ្លាំងមែនទែនហ្នឹងពេលហ្នឹងដែរគាត់ក៏បានលឺសំឡេងកូនស្រីរបស់គាត់បានតាក់ទងមកគាត់ដោយសារតែពស់ហ្នឹងវាអត់ទាន់បានខំកូនស្រីរបស់គាត់ទេហ្នឹងហើយវាបានលេបចឹងណាបងប្អូនបាទហ្នឹងដល់ពេលហ្នឹងដែរក៏មានបរិសម្នាក់ទៀតហ្នឹងហើយជាម្ចាស់អូបអញ្ចឹងណាហ្នឹងហើយបើបរិសម្នាក់ហ្នឹងគឺកាន់មកថើគឺជាតំណងខ្លាំងមែនទេបងប្អូនបាទហ្នឹងហើយគឺមានមកនិយាយរួមទៅមួយចំណុំមួយក្រុមហ្នឹងគឺមានអ្នកល្អហើយនិងអ្នកអាក្រក់ហ្នឹងហើយពេលហ្នឹងហើយក៏គាត់បានបែកវងជាមួយគ្នាដោយសារតែមួយចង់រស់រៀងខ្លួនអញ្ចឹងបងប្អូនហ្នឹងហើយបែរជាឪពុករបស់គាត់នឹងចង់ទៅកាប់សម្លាប់ពស់មួយហ្នឹងពស់យក្សមួយហ្នឹងបងប្អូននេះបាទហើយខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបាទក្នុងមួយកោះនេះគឺមានសត្វចម្លែកជាច្រើនគឺច្រើនខ្លាំងមែនទែនសត្វចម្លែកគឺយរួមទៅច្រើនណាស់បងប្អូនបាទពេលហ្នឹងហើយពស់ហ្នឹងក៏បានទម្លាក់សាកសពអ្នកទាំងអស់គ្នាដែលបានស៊ីមិញគឺពស់មួយហ្នឹងបានខ្ជាប់មួយទាំងអស់ហើយក៏មានមនុស្សនៅរស់ខ្លះដែរបងប្អូនបាទហ្នឹងហើយដូចជាម្ចាស់អ្នកបើកអូបហ្នឹងក៏អាចនឹងរស់បានដែរហ្នឹងហើយពេលហ្នឹងហើយពស់ហ្នឹងក៏បានត្រឡប់ទៅវិញហើយលងមួយហ្នឹងគឺធំមកនេះធំខ្លាំងមែនទែនហើយមនុស្សធម្មតាក៏អាចអត់អាចលោតហក់បានដែរដោយសារតែលងមួយហ្នឹងគឺធំពេលហ្នឹងដែរក៏មានមនុស្សនៅរស់បានច្រើនគូសំផងដែរមិនមែនថារស់បានទាំងអស់ទេគឺរស់បានច្រើនគូសំដែររួមទាំងកូនរបស់បងប្រុសម្នាក់មិញហ្នឹងអញ្ចឹងបងប្អូននេះពេលហ្នឹងដែរក៏បានឃើញពងពោះរបស់មេពស់វាមិញហ្នឹងវាចិត្តញាស់អញ្ចឹងហើយបានមេរបស់វាខំរោចំណីដាក់ឲ្យកូនវាស៊ីគឺជារួមទៅសូម្បីតែកូនវាក៏ធំដែរបងប្អូននេះមានតូចទេព
ពោះហ្នឹងស្បែកកូនក៏ធំដែរបងប្អូននេះធំខ្លាំងមែនទេហើយគណៈពេលហ្នឹងក៏មានបរោះកំសាកម្នាក់ហ្នឹងគឺកំសាខ្លាំងមែនទេបងប្អូននេះបានយកអីទៅកប់ទៅឲ្យវិទ្យាបែកពោះហ្នឹងមកយល់ទៅបែកហ្នឹងគឺចង្រៃខ្លាំងមែនទេហ្នឹងហើយពេលហ្នឹងហើយក៏ពងពោះបានញាស់យល់ទៅញាស់ហើយចង់ចឹកស៊ីបែកហ្នឹងមុនគេដល់សារបែកហ្នឹងចង់វាយកូនវាចឹងមេវាក៏ចង់មកដល់ហើយបងប្អូននេះហ្នឹងហើយគណៈពេលហ្នឹងដែរក៏ពងពោះហ្នឹងបានញាស់ពុកម៉ែបងប្អូននេះហ្នឹងហើយពេលហ្នឹងហើយពោះហ្នឹងក៏បានឃើញនារីម្នាក់ដែលបានដេកស្លាប់ចឹងហើយវាក៏ចង់វាទៅស៊ីនារីម្នាក់ហ្នឹងចឹងណាគឺពងពោះហ្នឹងគឺយល់ទៅកើតមកធំដល់ក្អកនិយាយមែនបងប្អូននេះឥឡូវហ្នឹងក៏កាត់មកដល់បរោះទាំង3ទាំង4នាក់ហ្នឹងហើយពេលហ្នឹងហើយពួកគេក៏បានដើររោដូចជាកាប់ស្វ័យកាប់អីសម្រួចចឹងណាហ្នឹងហើយពេលហ្នឹងហើយក៏ដូចជាមានអារម្មណ៍ថាដើមពណ៌ដើមឈើហ្នឹងពេលហ្នឹងដែរគឺបរោះម្នាក់ហ្នឹងក៏បានបង្កាត់ភ្លើងចឹងបងប្អូននេះក៏ឆេះយល់ទៅគឺព្រៃហ្នឹងគឺចម្លែកខ្លាំងមែនទែនពុកម៉ែបងប្អូននេះបាទឆេះបានឆេះព្រៃចឹងណាហ្នឹងហើយដោយសារតាហ្នឹងរឿងប្រហែលដែរយល់ទៅពេលហ្នឹងក៏មានបរោះម្នាក់ហ្នឹងបានកាន់ប្រដាប់ប្លុតអគីភ័យចឹងបងប្អូននេះហ្នឹងហើយពេលហ្នឹងដែរបរោះម្នាក់ហ្នឹងក៏មានអារម្មណ៍ថាស្មើថ្មីរឿងវែងចឹងពុកម៉ែបងប្អូននេះហ្នឹងហើយនិយាយរួមទៅឥទ្ធិពលនៅព្រៃហ្នឹងគឺខ្លាំងមែនទែនបងប្អូននេះបាទហ្នឹងហើយពេលហ្នឹងហើយគាត់ក៏បានស្មើថ្មីទៅឃើញកូនគាត់និយាយជាមួយគាត់ហើយនឹងឃើញពោះហ្នឹងផងដែរបងប្អូននេះបាទយល់ទៅគឺគាត់ខឹងមួយពោះហ្នឹងខ្លាំងមែនទែនហ្នឹងហើយគាត់រៀងភាំងមកភាំងអញ្ចឹងណាដូចគាត់ដេកលក់អញ្ចឹងបងប្អូននេះហើយពេលហ្នឹងហើយពោះម្នាក់ហ្នឹងក៏បានចង់ទៅសង្កត់ហើយនឹងខំស៊ីបរោះម្នាក់ហ្នឹងអញ្ចឹងបងប្អូនហើយបាទតាមពិតទៅក៏គាត់ស្មើសម័យទេពុកម៉ែបងប្អូននេះហ្នឹងហើយគាត់ស្មើសម័យណាមួយគាត់ខឹងនឹងពោះហ្នឹងខ្លាំងដែរដោយសារតែពោះហ្នឹងបានស៊ីកូនរបស់គាត់ពេលហ្នឹងហើយបរោះទាំងអស់គ្នាហ្នឹងគឺមានដើមឈើចម្លែកខ្លាំងមែនទែនបានខំទាញដូចសัตว์ហ្នឹងអញ្ចឹងបងប្អូនដើមឈើនៅក្នុងព្រៃហ្នឹងគឺចម្លែកបានទាញបរោះទាំងអស់ហ្នឹងពេលហ្នឹងហើយបរោះម្នាក់ហ្នឹងឈ្មោះថាភីបានចូលទៅកាប់ដើមឈើដើម្បីជួយគ្នារបស់គេអញ្ចឹងណាតែសំណាងអាក្រក់បានបរោះម្នាក់ទៀតហ្នឹងក៏បានស្លាប់ដោយសារដើមឈើម្នាក់ហ្នឹងបានទាញយកបរោះម្នាក់ហ្នឹងចូលទៅក្នុងដើមរបស់វាហើយពេលហ្នឹងហើយគាត់អ្នកទាំងអស់គ្នាហ្នឹងក៏បានរត់ចេញពីហ្នឹងទៅហ្នឹងហើយឥឡូវបែរមកខាងរឿងបរោះដែលនៅក្នុងរូងក្នុងពោះរូងកន្លែងដាក់ចំណៃវាពោះបងប្អូននេះហ្នឹងហើយពេលហ្នឹងហើយបរោះម្នាក់ហ្នឹងក៏បានវាយកូនពោះម្នាក់ហ្នឹងស្លាប់យកបដ ாய் ដោយសារតែពោះហ្នឹងបានលេបស៊ីនារីម្នាក់ហ្នឹងអញ្ចឹងណាយល់រួមទៅមនុស្សប៉ុណ្ណាណៃបងប្អូននេះគឺពោះទៅមិនកើតអាចលេបស៊ីអ្នកទាំងអស់គ្នានឹងបានអញ្ចឹងណាហ្នឹងហើយគណៈពេលហ្នឹងដែរគឺរូងប៊ូយហ្នឹងគឺនៅជ្រៅខ្លាំងមែនទែនហ្នឹងហើយនៅជ្រៅខ្លាំងណាបែរជាពុករបស់ខាងស្រីដែលវិញក៏បានតាក់ទងទៅរកកូនស្រីដែលសារតែគាត់ឮសំឡេងកូនស្រីអញ្ចឹងណាហ្នឹងហើយឥឡូវហ្នឹងបរោះម្នាក់ហ្នឹងក៏បានដើរក៏បានស្រែកទឹកខ្លាំងឃើញទឹកអូមួយយ៉ាងយល់រួមទឹកអូហ្នឹងគឺផឹកទៅគឺទឹកឆ្ងាញ់ប៉ុន្តែព្រៃមួយហ្នឹងគឺចម្លែកគឺមានសត្វចម្លែកជាច្រើនមានទាំងត្រីហោះមានទាំងអ្វីគ្រប់យ៉ាងគឺសិតតែចម្លែកទាំងអស់ត្រីហ្នឹងគឺត្រីស៊ីមនុស្សពុកម៉ែបងប្អូនហ្នឹងហើយត្រីស៊ីមនុស្សគឺត្រីហ្នឹងគឺថ្មិញដូចអាត្រីនៀកអញ្ចឹងបងប្អូននេះបាទហ្នឹងហើយថ្មិញរបស់វាគឺមុតខ្លាំងមែនទែនមុតទាំងថ្មិញយើងទៀតហើយណាមួយមុតទាំងថ្មិញអ្នកទាំងអស់គ្នាទៀតហ្នឹងហើយថ្មិញមួយនឹងដែរគឺថ្មិញទៀតច្រឡំ sorry អ្នកគ្នាបើប្រកែប្រកាន់ត្រង់ណាកុំប្រកែប្រកាន់ខ្ញុំសម្រាប់ហ្នឹងគឺសម្រាប់ឲ្យអ្នកទាំងអស់គ្នាសើចហើយបានមើលតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាបាទហ្នឹងហើយក៏ខុសទាស់ត្រង់ណាក៏សូមប្រកែប្រកាន់ខ្ញុំផងដែរកុំប្រកែប្រកាន់ពេលហ្នឹងដែរគឺមានត្រីហោះមួយហ្នឹងគឺយល់ទៅត្រីហោះហ្នឹងវាហោះបានតែពេលផ្សែងទេបងប្អូនអរគ្នាហោះបានតែពេលផ្សែងទេដល់ពេលយើងរបៀបថាអត់មានផ្សែងមានអីគឺវាហោះអត់កើតទេយល់ទៅគឺព្រៃនឹងមហាចម្លែកហើយបើថាព្រៃត្រីស្រកខ្ញុំវិញខ្ញុំបងស៊ីខ្ទេចខ្ញុំនិយាយមែនអ្នកនរហ្នឹងហើយក៏អរគុណអ្នកនរគ្នាតែងតែគ្រប់ត្រូលវីដេអូរបស់ខ្ញុំអរគុណច្រើនខ្លាំងមែនទេហ្នឹងហើយគណៈពេលហ្នឹងដែរគឺអ្នកនរគ្នាហ្នឹងក៏បានរត់ចេញពីផ្សែងមួយហ្នឹងត្រីហ្នឹងក៏ឆាប់ហោះ
chụp ha bên nâng đá bờ nè tiết nâng cả bạn khơi đàn trường sạt vậy mùi dòng thum khăm mình tên nâng ngày hay thì các bạn cả lực cả lấy mưa từ cán đơm đôn các bạn khơi sạt trong lại mùi tiết đôi từ câu cho nó bờ thà sấy khơi vĩnh khai đó có này nhưng mà khai đó em mình cái khai cho này cứ sạt mùi nâng cứ thum khăm mình tên giờ rôm tới bắn đơm đôn vào rồi nè này bắn đơm đôn vào rồi bên nâng đá cả miền đôi chân đạt mùi các bạn khămตะเกานึงบางคนนี่คำตะเกานึงโยตบัดยูรมเตอร์คือคำบ้านช่างคลามันเต็มมันดังจีซัดเอาไว้แต่บางคนนี่แอดมินเมื่อก็จำเลยสง่าจัดเดอสัตว์มวยนึงดุบีบถักดุปกุยยังไงเป็นนึงสัตว์นึงก็บ้านโลดหม้อกับเปิดเมนแต่บางคนนี่ปะคือยังเก็บcái haoยูรมเตอร์ยมกับยมเสาดังจะบ้าได้จะสั่งเก็บนึงvì thômปีเนี่ยตอนนี้thômคลามันเต็มเมื่อท้าสระยมไม่ยมเห็นหกทีmột sao nàng kem nắng mẹ đóng ta một việc cài việc cọ vì hộp có việc mình ngang như vào mà đây và ta kem đi sọ dương tới mình đây này này bên nắng hai kem nắng gặp bàn liệt đạt bảo vệ nắng bàn chập ta mà nè nắng bên nắng bảo ròm nè tiếng nắng gặp bàn căn côn gặp bất cho chặn non đạt việt chẳng tao có thứ oi tực đạt địch tực bự ha bằng con thế bạn sẽ là đôi khuôn cốt của trẻ là lui đó con nè đôi tức xích chẳng vậy miền bên năng đấy cứ vừa ròm nè tiếng nắng có bàn căn chơi nó có cục trong này kẹp nừng bên năng hai kẹp nó cứ khăng khăm tiền này bên năng ở bờ thằng ở kia nó có bàn rút tranh vì còn kẹp mùi năng chẳng hạn này hay còn kẹp mùi năng có lót tam thì nó lót sạp lót đầm đôn thì nó lôi cọp rồi kẹp nó cứ lót ban cua thì đồ này bên năng hai kẹp mùi năng có bàn lót trong có trọc xi từng off rồi bên năng đấy có miên sạt bùa dạng thum để bàn lấy tranh một bị play dạng chớ bông này nhá các bạn khăm xi còn kẹp nó chẳng xí phôi vào đó như vậy luôn tự khăm đối slay vào đó hay buộc mũi nâng cứ bàn trong tàu nhẹ từng ngọc này nữa các bạn vì khăm hay luôn tháp buộc nâng cứ thông khăm một tên nào này bạn khơi bật đấy lo mưa đó có này bên nâng đá buộc mũi nâng vào riêng miên về riêng thông chứ bên nâng cả việc đại chụp khoảng prey càng không prey bán đây tại sao mà nó khi dân ở riêng tụi như này bên nâng ấy ở khi bỏ qua tầng khi các bạn ở rộp pù nó lừa không đầm chơi chẳng này bên nâng ở pù nâng các bạn khơi vào đó mà nè để bạn trâu đôi tức xích để còn kẹp nâng để phải nâng bạn chặt đạt kẹp nâng chẳng á các bạn khơi bên nâng vào đó này nâng các bạn xông vò tàu can pù nâng thế pù hẳn là xông vò VRC mấy bên nâng đá pù nâng các bạn khăm HC vào đó này nâng từ nó thấy bà chụpประสบการณ์จังไอ้จำปรับแอดมินพ่อจำแอดมินจะช่วยเจเลยอยู่นะนี่วะไปสระเยอะไปยืมมินเอาถนัดหนึ่งที่ยงกระจุเลิกตีมุ้ยเนี่ยมือตื้อยืมตื้อเนี่ยสไลด์นั่นก็เรียงบาได้นะนี่วะบคอตัวก็เลยนะไอ้กรมประกันยงไม่เนี่ยนี่วะยงกันสไลด์เอาเนี่ยต้องเอานี่ซอยตีให้ก็เอาก้นเนี่ยต้องเอานี่วางได้ยังไงแต่มือวิโต้นี่ประธานมือดอจอบnhầm áo con này tao này làm tiền tại sao ta riêng nhầm muối phía trên nhầm họ đại như vậy đây ra bạn họ tê tại sao tại nhầm đây tham để tê hay cả số mà chia sẻ bông mày bông bồn đó kia khó to cái này cả số mà chia sẻ phong hay với tàu bảo nhầm mình ta bản năng tế nhầm số áo con này chụp cái này là thằng này xài mình tao tiền